ថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូពេញអំពីការបំពេញបែបបត់ចូលទឹកដីថៃបងប្អូនមានចម្ងល់ជាច្រើនតែគាត់អត់ដឹងថាថ្ងៃមកវិញគឺជាថ្ងៃណាអញ្ចឹងថ្ងៃនេះសូមបងប្អូន share វីដេអូនេះមួយទុកនិង like មួយផងហើយនឹងមើលវីដេអូនេះដល់ចប់មុននឹងទៅដល់ថាគេធ្វើមិនឡូវលឿន original ដែលជាផលិតផលដែលកូនខ្មែរសុខសាន្តគឺមាន promotion ពិសេសនៃខួបគម្រប់5ឆ្នាំមានបញ្ចុះតម្លៃរហូតដល់ 15% និងទិញខោមួយថែមខោខ្លីមួយទិញ10ថែម10ជាដំបូងបងប្អូនចូល Safari បន្ទាប់មកបងប្អូនវាយ TDAC នេះមកបងប្អូនចុចខាងលើនេះចឹងនៅពេលចុចមកកន្លែងហ្នឹងហើយបងប្អូនធីកកន្លែងនេះមួយនេះអូអានេះ success ស្រាប់បើអត់មានទេបងប្អូនធីកកន្លែងនេះបន្តមកចុច arrival card family name នេះគឺត្រកូលយើងវាយតាម passport មកហើយឈ្មោះហើយបន្តមកលេខ passport បងប្អូនអរគ្នាលេខថ្ងៃខែឆ្នាំកំណើតហើយកន្លែងនេះមុខរបរយើងបើសិនអ្នកលក់យើងដាក់អ្នកលក់បើសិនសិស្សដាក់សិស្សហើយបន្តមកកន្លែងនេះ page បើស្រីដាក់ female ប្រុសដាក់ male មកអញ្ចឹងបងប្អូនអរគ្នាបន្តមក country and resident នេះបងប្អូនដាក់ Cambodia មកវាយ CAM មកវានឹង load ហើយបន្តមកអានេះគឺជាទីក្រុងឬក៏ខេត្តបើសិនជាបងប្អូននៅភ្នំពេញបងប្អូនដាក់ភ្នំពេញបើខ្ញុំបន្ទាយមានជ័យខ្ញុំដាក់បន្ទាយមានជ័យហើយបន្តមកលេខទូរស័ព្ទប៉ុណ្្នឹងហើយយើងចុច continue មកកន្លែងនេះគឺជាថ្ងៃចូលប្រទេសអញ្ចឹងបងប្អូនទៅថ្ងៃណាបងប្អូន select ថ្ងៃហ្នឹងដូចថាខ្ញុំត្រូវទៅថ្ងៃទី4អានេះខ្ញុំបំពេញឲ្យគេទៅថ្ងៃទី4កន្លែងនេះ country where you bought អញ្ចឹងបងប្អូនវាយ Cambodia យើងវាយ Cambodia មកនេះCambodia បន្ទាប់មកអានេះគឺគោលបំណងនៃការធ្វើដំណើរអញ្ចឹងបើសិនជាបងប្អូនទៅបែបលក្ខណៈ holiday បងប្អូនចុច holiday អញ្ចឹងខ្ញុំដាក់ holiday ទៅហើយបើសិនជាបងប្អូនកន្លែងនេះមានយន្តហោះបងប្អូនទៅតាមយន្តហោះដាក់យន្តហោះបើបងប្អូនទៅតាមឡានបងប្អូនដាក់តាមឡានអញ្ចឹងមកទៅតាមឡានយើងដាក់តាមឡានមកហើយកន្លែងនេះការធ្វើដំណើរយើងដាក់ឡានទៀតច្រឡំខាងលើនោះផ្លូវគោកប៉ុន្តែផ្លូវគោកហើយអានេះគឺដោយឡានឬក៏អទេសភ្លើងអីចឹងខ្ញុំដាក់ដោយឡានអញ្ចឹងអានេះលេខ fly ឬក៏លេខការធ្វើដំណើរហ្នឹងយើងអត់មានទេទៅតាមឡានអ្នកនរគ្នាដាក់ no ហើយចំពោះកន្លែងនេះចំណុចសំខាន់បងប្អូនសួរថាគាត់អត់ដឹងថាថ្ងៃមកវិញទេអញ្ចឹងកន្លែងហ្នឹងយើងមិនបាច់តន់បំពេញក៏បានដែរបងប្អូនអ្នកគ្នាអញ្ចឹងយើងមិនបាច់បំពេញទេព្រោះអីវាអត់ដាក់ផ្កាយទេកន្លែងនេះអត់ផ្កាយគឺយើងមិនបាច់បំពេញទេយើងដាក់ធម្មតាអញ្ចឹងមកហើយបន្ទាប់មកកន្លែងនេះបងប្អូនទៅហ្នឹងបងប្អូនស្នាក់នៅណាអញ្ចឹងបើសិនជាសន្តាគារបងប្អូនចុច hotel នេះមកទៅសន្តាគារអញ្ចឹងទីក្រុងដែលបងប្អូនទៅបើសិនបងប្អូនទៅបឹងកក់ដាក់បឹងកក់ទៅផាត់យាដាក់ផាត់យាអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងឥឡូវអានេះខ្ញុំទៅបឹងកក់អញ្ចឹងដាក់បឹងកក់ហើយអាកន្លែងនេះបើអត់មានផ្កាយអញ្ចឹងបងប្អូនមិនបាច់ដាក់ក៏បានដែរអានេះគឺជាបានន័យថាទីតាំងតំបន់មួយណាអញ្ចឹងមិនបាច់ដាក់ក៏បានដែរ postcode នេះមិនបាច់ដាក់ក៏បានដែរអត់មានផ្កាយចំណុចផ្កាយនេះគឺចំណុចដែលត្រូវតែដាក់អញ្ចឹងទីតាំងនេះឧទាហរណ៍ថាខ្ញុំដេកDD House ដាក់ DD House ទៅនេះឧទាហរណ៍ខ្ញុំគេង Grand China Hotel អញ្ចឹងខ្ញុំដាក់ថា Grand China Hotel ទៅនេះបងប្អូនទាំងអស់គ្នាតែប៉ុណ្្នឹងជាការស្រេចចុច continue មកហើយបន្តមកអានេះចុច preview តទៅទៀតហើយបន្តមកនេះគេបញ្ជាក់យើងតើយើងបានបំពេញហ្នឹងគឺត្រឹមត្រូវហើយនៅបើសិនជាត្រឹមត្រូវហើយកន្លែងនេះក៏ចំណុចសំខាន់ដែរអ្វីដែលបងប្អូនត្រូវមានគឺ email អញ្ចឹងបងប្អូនត្រូវដាក់ email របស់បងប្អូនទៅនៅពេលដែលហើយគេនឹងផ្ញើ email QR code មកយើងឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនអាចបង្កើត email មួយឲ្យទៅហើយយើងចុច tick នេះផងចុច tick នេះហើយចុច agree នេះចុច agree ហ្នឹងហើយបងប្អូនចុច submit មកហើយគេសួរថាបញ្ជាក់ថា address យើងត្រឹមត្រូវហើយបើត្រឹមត្រូវយើងចុច confirm អញ្ចឹង confirm ហើយជាការស្រេចអញ្ចឹងចុច download មកចុច download ទៀតមកបាទហើយឥឡូវនេះគេនឹង email មក email យើងហើយបន្ទាប់មកបងប្អូនចូល email របស់បងប្អូនមក refresh មកបាទនេះគឺនៅលើគេនេះបងប្អូនចូលមកគេនឹងផ្ញើ QR code ហើយនឹងព្រមទាំងឈ្មោះយើងនៅកន្លែងហ្នឹងឲ្យយើងតែប៉ុណ្្នឹងជាការស្រេច